សូមសរសើរកូននិងក្មួយរបស់ខ្ញុំហើយគ្រាន់តែឮខ្ញុំស៊ូថាចង់ដើរលេងទេថ្ងៃនឹងពួកគាត់ក៏បានឆ្លើយតបយ៉ាងឆាប់រហ័សចង់ទៅលើម៉ឹងប៉ាថ្ងៃនេះជាថ្ងៃឈប់សម្រាកពីការងារក៏ឆ្លៀតនាំក្មេងដើរលេងម្ដងមើលហានិយាយលេងទេបងប្អូនក៏ពិតទៅលេងញឹកញាប់ហើយតែលើកនេះមានសមាជិកថ្មីម្នាក់មកលេងត្រូវជាក្មួយអញ្ចឹងក៏នាំគ្នាទៅលេងទៀតទៅកូនខ្ញុំហេតុតែចង់ដើរលេងសុកចិត្តបួបងជីដូនមួយមកចាំទទួលបងចេះស្តាចេញពីសាលារៀនអូគួរឲ្យស្រឡាញ់មែនមើលបងប្អូនគេកាន់ដៃគ្នាដើរចេញពីសាលារៀនយ៉ាងរំភើយមកដល់ផ្ទះវិញកូនប្រាប់ថាប៉ាបងស្តាចេញពីរៀនហើយតោះយើងទៅដើរលេងហានាំខិនដេកសិនចាំងើបពីដេកចាំទៅអ៊ុញអាម៉េចទេមើលអាបាធើចឹងងើបពីដេកនាំពួកខ្ញុំទៅដើរលេងយីខ្ញុំពូកែអូសក្រឡាកូនដែលតើអូសតាំងពីព្រឹករហូតដល់ល្ងាចម៉ោង4ទើបនាំពួកគាត់ទៅល្ងាចនេះពួកយើងទៅដើរលេងពីកន្លែង1គីសួនកុមារមាត់ទន្លេនិងទី2គឺទៅដាក់ចំណីព្រាបមេឃរៀងត្រជាក់បន្តិចហើយពួកយើងក៏នាំគ្នាចេញដំណើរទៅតែម្ដងចំណាយពេលប្រហែល5ទៅ8នាទីពួកយើងក៏បានមកដល់គោលដៅទី1សួនច្បារមាត់ទន្លេគ្រាន់តែមកដល់រកតែឈប់ម៉ូតូមិនទាន់ម្នាក់ឆ្លេះឆ្លាដល់ហើយបើថាបានលេងវិញលេងមកចង់ឈប់ឥឡូវទៅក៏បានដែរតែទៅដាក់ចំណីព្រាបទៀតប៉ែងភ្លេចហើយអីគិតថាពួកគៀតភ្លេចហើយយេខំនិយាយអូសក្រឡាទៀតតែលើកនេះអូសមិនបានសម្រេចទេមិនបងអងយូពួកយើងក៏បន្តដំណើរត្រឡប់ទៅគោលដៅទី2ទៅដាក់ចំណីព្រាបទិញចំណីឲ្យម្នាក់មួយថងឲ្យដាក់តិចមានអីលេងនាំគ្នាចាក់ទាំងអស់តាម៉ុងអស់ហាលីងក៏នាំគ្នារត់ដេញព្រាបលេងយ៉ាងសប្បាយរីករាយដើរលេងអស់ចិត្តហើយស៊ូនកុមារក៏ទៅលេងដាក់ចំណីព្រាបក៏ដាក់ហើយល្មមដល់ពេលទៅផ្ទះវិញហើយមេឃក៏ចិត្តងឹតហើយគុំនៅកន្តាយបងអងយូរូតរះទៅផ្ទះចំអែតក្រពះគេងយកកម្លាំងស្អែកបន្តទៀតចុំអាមិចទៀតហើយប៉ាចេះកំណាប់ទៀត4ជាងđua lươn bích